ដងស្ទឹងតាព្រំភ្នំ100ស្រទាប់ភ្នំរួងខ្លាចោត្រសងកាយាតាព្រំមិនសល់ផោះតាងចំណាតាមលើសិលាចាជាព្រៃល្បីវស្សាភ្លៀងធ្លាំងទឹកជ្រោះឈូឆរជីបស៊ូពូចាពូមានឈ្មោះអីដែរពូខ្ញុំបាទឈ្មោះនាងអៀងបាទជាវិធានសហគមន៍ព្រៃឈើព្រៃតព្រំភ្នំ100តបបាទស្ថិតនៅក្នុងភូមិរួម6ភូមិបាទហើយក្នុងឃុំកាត់ភ្លុកស្រុកបាសាទខេត្តកំពង់ស្ពឺក្នុងតំបន់នេះមានផ្ទៃដីប៉ុន្មានហិកតាដែរពូផ្ទៃដីក្នុងសហគមន៍នេះគឺមានដី699ហិកតាសមាជិកគិតជាគ្រួសារ800គ្រួសារហើយបែងចែកជាភូមិគឺ6ភូមិបាទហើយក្នុងគណៈកម្មការសហគមន៍ទាំងមូលរួមគ្នានេះគឺមានគណៈកម្មការ11នាក់តំបន់នេះជាតំបន់កំសាន្តរបស់ឃុំកាត់ភ្លុករបស់សហគមន៍ឃុំកាត់ភ្លុកហើយយើងជាតំបន់កំសាន្តនេះមានកន្លែងបោះតង់មានទឹកលេងមានរបស់របរមានកង់ឡានអីហែលទឹកលេងវាអត់ទាន់មានទូកមានអីគាត់ជិះឡើយទេមានតែមានទឹកហែលលេងចាពូថ្ងៃខាងមុខចង់ឲ្យតំបន់នេះខ្លាយទៅជាតំបន់ការពារធនធានធម្មជាតិបាទហើយនឹងយើងចង់ធ្វើដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញជាស្នាដៃរបស់សហគមន៍បាទខ្ញុំបាទឈ្មោះអ៊ុំមនោរមជាមេឃុំកាត់ភ្លុកចំណុចនេះវាជាចំណុចដែលមានសារៈសំខាន់ព្រោះយើងមានកម្មវិធីយើងដាំកូនឈើបន្ថែមអ្វីដែលយើងមានហើយយើងថែទាំហើយយើងដាំបន្ថែមទៀតវាជារឿងមួយដែលល្អសម្រាប់កូនចៅយើងជំនាន់ក្រោយទៀតបាទពូចឹងព្រៃឈើមានសារៈសំខាន់ខ្លាំងណាស់លោកពូណាបាទបើយើងនិយាយពីមនុស្សសត្វទាំងអស់គឺពឹងផ្អែកទៅលើធម្មជាតិបាទអញ្ចឹងធម្មជាតិវាមានសារៈសំខាន់ទី1គឺបានបង្កើតនៅគេហៅថាស្មានកាបូនិកដើម្បីជួយប្រសាទជាតិពុលការរស់នៅរបស់ប្រជាពលរដ្ឋអញ្ចឹងបើសិនជាយើងគ្មានព្រៃឈើទេការរស់នៅក៏វាពិបាកដែរបាទខ្ញុំបាទយល់ឃើញថាមានអារម្មណ៍សប្បាយរីករាយនាំយកកូនឈើយកមកដាំនេះក៏ដើម្បីទប់ស្កាត់បំរែបំរួលធម្មជាតិនិងដើម្បីផលប្រយោជន៍ដល់ទៅថ្ងៃមុខទៀតចាជាចុងក្រោយលោកពូមានអីផ្ដាំផ្ញើទៅយុវជនជំនាន់ក្រោយលោកពូគណៈកម្មការសហគមន៍ព្រៃឈើហ្នឹងគាត់បានប្រឹងប្រែងយកពេលវេលានេះដែលពួកគាត់មិនមានប្រាក់ខែឬក៏ផលប្រយោជន៍អីសម្រាប់ពួកគាត់ទេតែគាត់លះបង់មកការពារព្រៃហើយទុកឲ្យកូនចៅជំនាន់ក្រោយបាទអញ្ចឹងក្នុងនាមខ្ញុំជាអាជ្ញាធរហើយក្នុងនាមជាចាស់ទុំម្នាក់សូមផ្ដាំទៅកូនចៅជំនាន់ក្រោយយើងរួមគ្នាដើម្បីអភិរក្សថែរក្សាព្រៃឈើដែលយើងមានស្រាប់ហើយអ្វីដែលកន្លែងណាដែលនៅវាលឬក៏វារិចរិលយើងត្រូវដាំបន្ថែមបាទសូមអរគុណចាអរគុណច្រើនលោក